សម្រាប់បងប្អូនដែលផលិតមាតិការរកលុយតាម Facebook អាចរកចំណូលដល់$30,000ក្នុងមួយខែបានជម្រាបសួរបងប្អូនយើងសម្រាប់បងប្អូនដែលគាត់អត់ចេះពី technique របៀបរកលុយតាម Facebook Ad on Reel ឬមួយ bonus បងប្អូនអាចមើលតាមការណែនាំរបស់វីដេអូសម្រាប់ creator ដែលគេមកណែនាំថាយើងត្រូវធ្វើម៉េចហើយសម្រាប់ website Facebook creator support ហ្នឹងគឺបងប្អូនអាចចូលទៅចុច follow ហើយចូលទៅអានមើលហើយគេណែនាំថាយើងត្រូវធ្វើម៉េចខ្លះហើយក្នុងវីដេអូហ្នឹងខ្ញុំនឹងធ្វើពីរបៀបស្នើសុំរៀលដើម្បីឲ្យគេ invite ឲ្យយើងដើម្បីស្ដាប់បានអូខេបងប្អូនយើងជាដំបូងគឺយើងត្រូវតែចូលទៅ follow សម្រាប់ creator ដែលគាត់ជាផលិតផលមេតាឬមួយគេហៅថា support មេតាអញ្ចឹងអូខេអានឹងគឺយើងគ្រាន់តែយើងចុចចូលទៅមើលពីការណែនាំគេទៅឲ្យយើងធ្វើម៉េចខ្លះហើយយើងត្រូវរៀបវីដេអូមិនខ្លះដើម្បីឲ្យទទួលបានការទាក់ទាញដើម្បីទទួលបាន tool Ad on Reel ដើម្បីយើងរកប្រាក់ចំណូលបានតាម Facebook Ad on Reel ហ្នឹងឯងបងប្អូនយើងអូខេហើយពេលដែលបងប្អូនចូលមក website របស់ Meta យើង copy link មួយមកយើង copy link មួយបែបដើម្បីយើងអាចតាយកទៅស្នើដាក់ជាមួយនឹង Gmail address ហើយនឹង link URL account page ឬមួយ profile របស់យើងបងប្អូនយើងអូខេរបៀបដែលយើងចូលទៅស្នើគឺយើងចូលទៅក្នុង tool Reel យើងចូលមកក្នុង tool Reel នេះបងប្អូនយើង Reel ឃោសនានៃ Reel ហ្នឹងគឺយើងស្ដាប់តាមការណែនាំគេបន្តិចសិនតើឲ្យយើងធ្វើមិនខ្លះហើយយើងត្រូវមានគុណសម្បត្តិបែបមិនខ្លះដើម្បីទទួលបានអូខេបងប្អូនចុចឬយកកន្លែងស្វែងយល់បន្ថែមបើសិនជាបងប្អូនមើលទៅជាអក្សរថៃគឺអភ័យទោសផងគឺខ្ញុំប្រើទូរស័ព្ទខ្ញុំប្រើតែអក្សរថៃអូខេពេលមុននឹងយើងចុចចូលទៅដាក់ពាក្យស្នើសុំយើងត្រូវចូលទៅ copy link URL account យើងសិន account ណាបងប្អូនដែលមិនមានជាបញ្ហាគឺបងប្អូនអាចយកមកដាក់បានសម្រាប់បងប្អូនដែលមានបញ្ហាដូចជាលឿងក្រហមអីជាដើមអាហ្នឹងមិនណែនាំឲ្យយកមកដាក់ដាច់ខាតកាលណាបើយើងដាក់ហើយគឺយើងស្នើពាក្យដាក់ពាក្យស្នើសុំគេគឺយើងជាប់ឈ្មោះហើយនឹង email address យើងហ្នឹងគឺជាប់ជាមួយនឹងរបាយការណ៍ដាក់ទៅខាងមេតាហើយអូខេបងប្អូនយើងសម្រាប់ page ឬមួយ profile ណែនាំឲ្យគុណភាពល្អហាមបំពេញឬមួយហាមខុសគោលការណ៍អ្វីមួយដាច់ខាតអូខេពេលដែលយើងចុចចូលមកក្នុង website របស់ Meta មកគឺគេឲ្យយើងចុចចូលរួមជាមួយនឹង program សមាជិកនឹងឯអូខេអាហ្នឹងគឺគេហៅថា program បងប្អូនអាចអានតាមអក្សរថៃនឹងបានឬមួយបងប្អូនអាចយកទៅបកប្រែខ្លួនឯងក៏បានប៉ុន្តែខ្ញុំអាចតែធ្វើរៀងលឿនបន្តិចដើម្បីឲ្យបងប្អូនចាំងាយយល់បើមិនជាខ្ញុំអាននៅតែអានចឹងបងប្អូនអាចតែរៀងឆ្ងល់បន្តិចពេលបងប្អូនចុចមកដល់កន្លែងទៅហ្នឹងហើយកន្លែងទៅហ្នឹងគឺខ្ញុំឃើញមានបងប្អូនយើងមួយចំនួនដែរឬមួយក៏ធ្វើវីដេអូច្រើនមែនទែនសម្រាប់ការស្នើសុំហ្នឹងប៉ុន្តែអាចតែបងប្អូនខ្លះគាត់ធ្វើផ្សេងពីខ្ញុំហើយខ្ញុំក៏ធ្វើផ្សេងទៅហើយសម្រាប់ខាងលើគឺខ្ញុំដាក់ជាមួយនឹង Gmail address ណែនាំឲ្យបងប្អូនបង្កើតនៅក្នុងប្រទេសដែលគេ support ឲ្យរកលុយដូចជាថៃឬមួយអាមេរិកជប៉ុនអីជាដើមឬមួយកូរ៉េជាដើមហើយបើសិនជាកណ្ដាលគេហ្នឹង Facebook account URL គឺមានន័យថាយើងត្រូវដាក់ Facebook admin យើងដែលចាប់ primary location ណាបងប្អូនយើងអូខេហើយបើសិនជាខាងក្រោមគេយើងត្រូវភ្ជាប់ជាមួយនឹង link Instagram ព្រោះអីបើសិនជា Facebook គឺគេតម្រូវឲ្យយើងភ្ជាប់ជាមួយនឹង Instagram ណាបងប្អូនយើងបើសិនជា account បងប្អូនខ្លះអត់ទាន់ភ្ជាប់ជាមួយនឹង Instagram បងប្អូនអាចតាចុចដើម្បីភ្ជាប់ដើម្បីឲ្យ Instagram ភ្ជាប់ជាមួយនឹង Facebook ដើម្បីឲ្យវាเชื่อมយោងទៅជាមួយគ្នាពេលដែលបងប្អូនដាក់ link Instagram មកគឺបងប្អូនចុចអាកន្លែងរើមតននេះលើគឺមានន័យថាឲ្យយើងចុចឲ្យដល់ហ្នឹងណាពេលបងប្អូនចុចដល់កន្លែងហ្នឹងហើយគឺយើងចុចទទួលយកយើងចុចบันทึกអូខេrồiយើងចុចទុកលងមួយទៀតប៉ុណ្ណឹងគឺរៀបរយបងប្អូនយើងគឺពេលដែលយើងស្នើម្ដងហើយវាឡើងពាក្យអញ្ចឹងយើងកុំទិនស្នើទៀតយើងទុករយៈពេលមួយសប្តាហ៍ទៅ10ថ្ងៃចាំយើងស្នើម្ដងទៀតណាបងប្អូនយើងហើយវីដេអូនឹងមានតែប៉ុណ្្នឹងឯងហើយក៏ជួយចែករំលែកឲ្យគ្នាយើងដងមួយផងអរគុណបាទ